កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានស្រាវជ្រាវនិងខត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ស្នើសុំអន្តរាគមន៍ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រីមីងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺតាមការឲ្យដឹងពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅវេលាម៉ោង 11:10 នាទីព្រឹកថ្ងៃទី 17 ខែសីហាឆ្នាំ 2026 ជនរងគ្រោះបានទំនាក់ទំនងមកកាន់លេខ Hotline 1292ដើម្បីស្នើសុំអន្តរាគមន៍ករណីបាត់ទ្រព្យសម្បត្តិដែលបានកើតឡើងនៅវេលាម៉ោង 6:00 នាទីព្រឹកថ្ងៃដដែលនៅក្នុងភូមិត្របែកកែកសង្កាត់វាលពួងក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺតាមបណ្ដឹងជនរងគ្រោះបានរាយការណ៍ថាទ្រព្យសម្បត្តិដែលបានបាត់រួមមានប្រាក់រៀលចំនួន 1,200,000 រៀលទូរស័ព្ទចំនួន 2 គ្រឿងនិងកាបូបឯកសារចំនួន 1បន្ទាប់ពីទទួលបានព័ត៌មាននៅវេលាម៉ោង 11:25 នាទីព្រឹកថ្ងៃទី 17 ខែសីហាឆ្នាំ 2026 កម្លាំងមូលដ្ឋានកងកម្លាំងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យដឹកនាំដោយលោកឧត្តមសេនីយ៍តូឈួឆាំងលាក់មេបញ្ជាការរងបានចុះអន្តរាគមន៍និងស្រាវជ្រាវនៅកន្លែងកើតហេតុជាលទ្ធផលកងកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងខត់ជនសង្ស័យម្នាក់អាយុ 17 ឆ្នាំតាមការសាកសួរជនសង្ស័យរូបនេះបានសារភាពថាខ្លួនបានចូលក្នុងផ្ទះជនរងគ្រោះនិងយកទូរស័ព្ទ iPhone 8 ពណ៌មាសចំនួន 1 គ្រឿងនៅអំឡុងពេលដែលជនរងគ្រោះកំពុងសម្រាកនៅក្នុងផ្ទះដោយផ្អែកលើការស្រាវជ្រាវបន្តកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានកំណត់អត្តសញ្ញាណនិងខត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀតអាយុ 25 ឆ្នាំនៅថ្ងៃទី 18 ខែសីហាឆ្នាំ 2026 សមត្ថកិច្ចបានបន្តស្រាវជ្រាវនិងខត់ជនសង្ស័យម្នាក់ទៀតអាយុ 26 ឆ្នាំជនសង្ស័យទាំងអស់មានទីលំនៅក្នុងតំបន់ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងនិងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីអនុវត្តនីតិវិធីតាមច្បាប់ករណីនេះក៏ជាការរំលែកពីសារៈសំខាន់នៃការរាយការណ៍ហេតុការណ៍ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋទៅកាន់សមត្ថកិច្ចដើម្បីអាចឲ្យកម្លាំងជំនាញចុះអន្តរាគមន៍និងចុះស្រាវជ្រាវបានទាន់ពេលវេលា